Hay nè sáng konnichiwa បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍ដែលចូលមកកាន់វីដេអូថ្មីរបស់ខ្ញុំបាទចំពោះថ្ងៃនេះគឺយើងមករៀនពាក្យក្នុងសភៅ Minna no Nihongo បន្តទៀតចឹងនៅគ្នាភាគ1នេះគឺមេរៀននេះគឺជាមេរៀនចុងក្រោយហើយមេរៀនទី25ណាសម្រាប់ Minna no Nihongo ភាគ1ណាចឹងឥឡូវយើងចូលមើលទាំងអស់គ្នាតើពាក្យក្នុងមេរៀនទី25មានពាក្យអីខ្លះចឹងដូចរាល់ដងចឹងអ្នកគ្នាខ្ញុំព្យាយាមអានឲ្យត្រូវហើយធ្វើការបកប្រែឲ្យអ្នកគ្នាណាចឹងគ្នាយើងដែលណាមួយអត់ទាន់មានន័យថាអានខុសច្រើនគួរតែពិនិត្យមើលពាក្យមួយហ្នឹងអ្នកគ្នារៀនអានឲ្យត្រូវចឹងណាហើយចឹងពាក្យមេរៀនទី25ដូចជាមិនសូវច្រើនប្រហែលទេ10ពាក្យជាងទៀតអ្នកគ្នាចឹងឥឡូវប៉ុន្តែពាក្យទាំងអស់វាសំខាន់ដែរហ្នឹងហើយចឹងយើងត្រូវចេះចឹងណាតោះឥឡូវយើងមើលពាក្យនេះហើយពាក្យទី1យើងអានថា考えますចឹងគ្នាខាងអានេះសងកាណា考えますណា考えますចឹង考えますនេះមានន័យថាគិតពិចារណាមួយណាចឹងឧទាហរណ៍ថាអ្នកគ្នាគេឲ្យយើងសម្រេចអីមួយចឹងឲ្យយើងត្រូវការពេលគិតណាចាちょっと考えたいですចឹងទៅណាចង់គិតបន្តិចចឹងទៅណា考えますគិតអីមួយតោះពាក្យនេះណាអ្នកគ្នាហើយចឹងពាក្យនេះយើងអានថា好きますណា好きますជាងអ្នកគ្នា好きますកន្លែងហ្នឹងគឺមានន័យថាមកដល់កន្លែងណាមួយយើងប្រើបទសព្ទនេះឧទាហរណ៍ថាអីគេ駅に着きますចឹងមកដល់ស្ថានីយ៍រថភ្លើងចឹងកន្លែងនេះខ្ញុំចង់ឲ្យអ្នកគ្នាចាំគឺបទសព្ទនេះណានៅពេលយើងប្រើដល់កន្លែងណាមួយទីតាំងណាមួយចឹងឧទាហរណ៍ថា今ណា私は駅に着きましたណា着きましたបានមកដល់ខ្ញុំបានមកដល់ស្ថានីយ៍រថភ្លើងហើយចឹងចាំអ្នកនាងប្រើបទសព្ទនេះនៅពេលដែលយើងមកដល់ទីតាំងណាមួយតោះឥឡូវបន្តមកទៀតពាក្យនេះយើងអានថាどうしよう通りますどうしよう通りますណាហើយចឹងどうしよう通りますគឺមានន័យថាចាស់ណាឬក៏មានអាយុច្រើននៃហ្នឹងចឹងអ្នកគ្នាពាក្យថា torimas ឡើងហ្នឹងយើងបានរៀនហើយមែនហើយយើងបកប្រែបានច្រើនទីមួយដូចជា sashino torimas ថតរូបហើយដូចជា mono torimas ហុចឬក៏ចាប់យកហ្នឹងហើយក៏យើងក៏អាចបកប្រែបានដែរប៉ុន្តែក្នុងន័យហ្នឹងគឺ toshio torimas តូស៊ីងគឺអក្សរឆ្នាំអ្នកគ្នាអក្សរណែងហ្នឹងហើយ toshio torimas កន្លែងនេះមានថាមានអាយុច្រើនឬក៏ចាស់អញ្ចឹងណាអ្នកគ្នា toshio torimas ហើយតោះបន្តមកទៀតពាក្យនេះយើងអានថា tarimas ណា tarimas ហើយ tarimas ថាគ្រប់គ្រាន់ហ្នឹងហើយចឹងពាក្យនេះតាមពិតក្រុមទី2ទេអ្នកគ្នាចឹងយើងចាំផង tarimas ក្រុមទី2ចឹងពេលយើងបំបែក nai ke ta ke ស្រួលទេ tari nai tari ta ចឹងណា tari ឬចឹងណាអ្នកគ្នាក្រុមទី2គ្រប់គ្រាន់ចឹងគ្រប់គ្រាន់នេះមួយណាដូចថាលុយយើងណាអូខេង៉ាtarimasen លុយគ្រប់ចឹងទៅណាយើងអាចប្រើបាន tarimas គ្រប់គ្រាន់នេះមួយតោះឥឡូវបន្តមកទៀតពាក្យនេះយើងអានថា gambarimasu ណា gambarimasu ចឹងអ្នកគ្នានេះខ្ញុំចេញសំឡេងមើហើយ gambarimasu ហើយចឹងយើងពាក្យនេះមានថាប្រឹងប្រែងដូចជា bencho gambarimasu ខំប្រឹងប្រែងរៀនយើងទៅចឹងតាមពិតពាក្យនេះអ្នកគ្នាចេះទាំងអស់គ្នាហើយណាចឹងឲ្យយើងអាសានិយាយ gambatte ណា gambatte ឬក៏ gambatte ក្រាសៃសូមប្រឹងប្រែងណាហើយតែពាក្យដើមវាគឺ gambarimasu ណាហើយគេសាប់ក្រុមទី1តោះពាក្យនេះយើងអានថា inaka ថាទីជនបទណាស្រុកស្រែចំការណាក្រៅពីក្រុងណាអ្នកក្រុងគឺតុកៃណាតុកៃឬក៏ម៉ាឈីណាទីប្រជុំជនប៉ុន្តែដល់ពេលផ្ទុយពីតុកៃឬក៏ម៉ាឈីគឺអ៊ីណាកាហ្នឹងហើយទីជនបទជាងអ្នកគ្នាកុំច្រឡំពាក្យមួយទៀតច្រឡំថាស្រុកកំណើតពាក្យថាស្រុកកំណើតគឺហ្វឺរុសាតូឬក៏ជីកាណាមកប៉ុន្តែយើងអាចប្រើចូលគ្នាក៏មកអីដែរអ្នកគ្នាហើយហ្វឺរុសាតូទីស្រុកកំណើតរបស់យើងបានរស់នៅតាំងពីក្មេងមកប៉ុន្តែអ៊ីណាកាវាន័យទៅលាជាងហ្វឺរុសាតូ
របៀបថាកន្លែងក្រៅពីក្រុងណាអ្វីដែលក្រៅពីក្រុងហ្នឹងមិនថាកន្លែងដែលយើងធ្លាប់រស់នៅមិនថាកន្លែងដែលយើងមិនធ្លាប់រស់នៅឲ្យតែក្រៅក្រុងគឺអ៊ីណាកាហ្នឹងហើយណាហើយតោះបន្តមកទៀតណាពីនេះយើងអានថាអ៊ីមីណាអ៊ីមីអត្តន័យឬក៏ន័យអីមួយណានៅអីគេkanji no imi ណា kanji no imi この漢字の意味ចឹងទៅណាអត្តន័យនៃពាក្យ kanji ហ្នឹងអត្តន័យនៃអីមួយនោះគ្នានេះជាពិសេសពាក្យជាពិសេសប្រយោគអីមួយណាគេមានអត្តន័យថាម៉េចគេចង់បានអត្តន័យថាម៉េចអានឹង imi ហ្នឹងហើយណា imi ហើយតោះពាក្យនេះយើងអានថា thanking ណា thanking ហើយ thanking គឺមានន័យថាផ្លាស់ប្ដូរកន្លែងការងារនោះគ្នាthanking គឺផ្លាស់ប្ដូរកន្លែងការងារមានន័យថាយើងគាត់នឹងបដូរកន្លែងការងារទេប៉ុន្តែមិនមែនបដូរមានន័យថាបដូរក្រុមហ៊ុនទេក្នុងន័យនេះមានន័យថាអ្នកគ្នាធ្លាប់ធ្វើការនៅកន្លែងនេះចោះណានៅKyushuចោះហើយអញ្ចឹងក្រុមហ៊ុនយើងខ្វះបុគ្គលិកនៅតូក្យូអញ្ចឹងទៅគេបញ្ជូនយើងឲ្យធ្វើការនៅក្រុមហ៊ុនហ្នឹងនៅទីតាំងថ្មីហ្នឹងប៉ុន្តែក្រុមហ៊ុនតែមួយណាអ្នកគ្នាអញ្ចឹងហ្នឹង thanking ផ្លាស់ប្ដូរកន្លែងការងារណាហើយចឹងអ្នកគ្នាតន់អ្នកគ្នាពាក្យនេះតោះឥឡូវយើងបន្តមកទៀតហើយពាក្យនេះmoshi moshi ណា moshi moshi ណា moshi moshi ហើយ moshi moshi គឺណែប្រើក្នុងពេលនិយាយទូរស័ព្ទណាអ្នកគ្នាជជប៉ុនពេលដែលយើង call ទៅណាគេម្នាក់ខ្មែរយើង hello hello តែជប៉ុន moshi moshi ហ្នឹងហើយ moshi moshi ហ្នឹងហើយប្រើសម្រាប់និយាយទូរស័ព្ទហ្នឹងហើយអញ្ចឹងពាក្យរបស់យើងហើយគឺបញ្ចប់ប៉ុណ្្នឹងអ្នកគ្នាអញ្ចឹងមេរៀនទី25យើងបញ្ចប់ប៉ុណ្្នឹងហើយហ្នឹងហើយយើងចាំរៀនវេយ្យាករណ៍មានណានៅក្នុងកបន្តទៀតណាខ្ញុំធ្វើដល់មេរៀនទី13ហើយអ្នកគ្នាអញ្ចឹងតាមពិតទៅវីដេអូណាខ្ញុំអត់សូវបដោតចំនួនប្រមាណទេអ្នកគ្នាប៉ុន្តែអ្វីដែលខ្ញុំចង់បដោតគឺធ្វើម៉េចវីដេអូហ្នឹងបានប្រយោជន៍ដល់អ្នកគ្នាអត់ហើយអញ្ចឹងខ្ញុំអត់ចង់អ្នកគ្នាមើលវីដេអូខ្ញុំបានតែរបៀបថាមកដូចជាការកំសាន្តអត់ចង់បានអញ្ចឹងទេភាគច្រើនអ្នកដែលមើលវីដេអូខ្ញុំរហូតដល់ចប់ខ្ញុំគិតថាភាគច្រើនអ្នកដែលខំរៀនហ្នឹងហើយបើអ្នកគ្នាបានរៀនតាមលំដាប់លំដោយនៅវីដេអូរបស់ខ្ញុំបានបរៀនហ្នឹងខ្ញុំគិតថាអ្នកគ្នាមិនបាច់ឆាំចូលរៀនថ្នាក់អនឡាញភាសាជប៉ុនជាមួយគ្រូផ្ទាល់ក៏បានដែរឬក៏មិនបាច់ចាំចូលរៀនជាមួយខ្ញុំផ្ទាល់ក៏បានដែរបើអ្នកគ្នាដាក់ចិត្តដាក់កាយរៀនណាខ្ញុំគិតថាវីដេអូទាំងអស់ហ្នឹងមិនថាវីដេអូប្រកបដែលខ្ញុំបានធ្វើទាំងអស់ទេបើមើលតាមលំដាប់ឬក៏វីដេអូពាក្យឬក៏វីដេអូវេយ្យាករណ៍នឹងទេទោះបីអ្នកគ្នាបានរៀនជាមួយគ្រូក្នុងថ្នាក់ក៏ពិតមែនបើអ្នកគ្នាមើលតាមលំដាប់ប្រឹងរៀនតាមអ្វីដែលខ្ញុំបរៀនវីដេអូមួយនេះខ្ញុំគិតថានឹងចេះដូចគ្នាអញ្ចឹងនៅតែនិយាយម្ដងទៀតអ្នកគ្នាគឺមានន័យថាបើសិនអ្នកគ្នាខំក៏ណាខំប្រឹងអ្នកគ្នានឹងចេះដូចគេនៅរៀនក្នុងថ្នាក់អញ្ចឹងជូនពរអ្នកគ្នាប្រឹងប្រែងទាំងអស់គ្នាហើយយើងចាំជួបគ្នានៅវីដេអូវេយ្យាករណ៍បន្តទៀតណាអរគុណច្រើនណាស់សាំងហើយありがとうございました